នេះហើយជាសៀវឡុងប៉ាវដែលមាន8ពណ៌8រសជាតិហើយល្បីខ្លាំងនៅទឹកដីសិង្ហបុរីឥឡូវមាននៅភ្នំពេញដែរខ្ញុំនិយាយថានៅស្រុកយើងណាទើបតែមាននឹងទេខ្ញុំបានសាកលើកទី1ប្លែកទាំងរបៀបញ៉ាំប្លែកទាំងរសជាតិហើយសម្រាប់បងប្អូនដែលមកមានការ discount រហូតដល់ 30% ហើយបងប្អូនអាចមករកបាននៅផ្សារទំនើបជីបម៉ុង271មានឈ្មោះថា Paradise Dynasty ហើយទីតាំងមួយទៀតគឺនៅបាទផ្សារទំនើបជីបម៉ុង Roland ហើយបងប្អូនសម្រាប់បរិយាកាសសូមនិយាយថាផាសុខភាពហើយអនាម័យសម្រាប់បងប្អូនតែម្ដងសូម្បីតែសវិសចូលមកហ្នឹងក៏គេរੂរីរាក់ទៀតដែរម្ល៉េះហើយសម្រាប់បងប្អូនដែលនិយមចូលចិត្តញ៉ាំជាមួយនឹងអាហារមុខម្ហូបល្បីប្រចាំប្រទេសសិង្ហបុរីអាចអញ្ជើញមកបានហើយដូចសៀវឡុងប៉ាវនេះគឺល្បីប្រចាំតែម្ដងគេហៅថា The World First Egg Bar Flavor សៀវឡុងប៉ាវបងប្អូន8ពណ៌8រសជាតិហើយសម្រាប់រសជាតិគឺខុសៗគ្នាបងប្អូនគេមានគេហៅរសជាតិដើមហើយនេះដូចខ្ញុំបង្ហាញរសជាតិដើមមាន8ពណ៌8រសជាតិនេះមានរបៀបនៃការញ៉ាំទៀតពីកម្រិតស្រាលរហូតដល់ធ្ងន់ហើយរសជាតិនីមួយៗប្លែកមួយបែបម្យ៉ាងហើយពេលដែលយើងខាំមានទឹកស៊ុបហើយយើងបើទឹកស៊ុបនឹងអស់ហើយយើងញ៉ាំជ្រលក់បន្ថែមទៅឆ្ងាញ់ប្លែកមែនអានេះសម្រាប់ខ្ញុំបងប្អូនហើយអ្នកដែលធ្លាប់បានញ៉ាំកន្លងមកអានេះណែនាំជាពិសេសសម្រាប់អ្នកដែលគាត់និយមចូលចិត្តញ៉ាំហើយចង់ដឹងអំពីរសជាតិសៀវឡុងប៉ាវដែលល្បីនៅសិង្ហបុរីរសជាតិបែបណាអាចមកសាកបានព្រោះអីមិនត្រឹមតែជា brand ល្បីនៅសិង្ហបុរីទេសូម្បីតែចុងភៅក៏មកពីប្រទេសសិង្ហបុរីដូចគ្នាដែរហើយជាមួយនឹងការ discount នេះមិនមែនមានតែសៀវឡុងប៉ាវទេមានមនុយមុខម្ហូបរហូតដល់14មុខដែលមានការ discount 30% អាចមកបាទ Paradise Dynasty បានដែលមានទីតាំងនៅបាទផ្សារទំនើបជីបម៉ុង271និងបាទផ្សារទំនើបជីបម៉ុង Roland ហើយសម្រាប់មុខម្ហូបផ្សេងៗដូចដែលខ្ញុំបានបង្ហាញសិតតែមានរសជាតិហើយចេញពីទឹកដៃចុងភៅដែលមានបបិសោតបើនិយាយពីសៀវឡុងប៉ាវវិញទាល់តែចុងភៅមានបបិសោតពី2ឆ្នាំឡើងទៅបានអាចធ្វើបានហើយកំងភ្លាមធ្វើភ្លាមតែម្ដងថ្មីបងប្អូនអញ្ចឹងសម្រាប់ promotion 30% នេះមានរហូតដល់ដាច់ខែ8ហើយសម្រាប់បាទទីតាំងទាំងពីរទីតាំងបងប្អូនអាចមើលនៅខាងក្រោម comment វីដេអូអរគុណច្រើនបាយបាយអ្នកដែលស្នេហាប្រហិតត្រីមកទិញកន្លែងបងប្រុសនេះគឺដឹងតែអត់ខកចិត្តទេនិយាយទៅគាត់លក់ប្រហិតត្រីនេះមក10ឆ្នាំហើយអញ្ចឹងមួយចាស់មួយថ្មីរបស់គាត់ក៏មានច្រើនទៅតាមនឹងដែរហើយបើនិយាយពីរសជាតិប្រហិតនឹងវិញគឺស្វិតល្មួតញ៉ាំទៅអត់ទលាន់ទេរបៀបថាញ៉ាំទៅវាអត់សូវជាប់ខ្លាញ់ក្នុងមាត់ខ្លាំងពេកណាអ្នកនរគ្នាហើយចំពោះសាច់ប្រហិតត្រីនេះគឺធំតែម្ដងមិនថាទិញយកមកញ៉ាំលេងក៏បានយកទៅញ៉ាំជាមួយគ្រឿងក្លែមក៏បានញ៉ាំជាមួយបាយក្តៅក៏បានដែរនិយាយទៅគឺជាតិត្រូវគ្នាហ្មងហើយបើបានញ៉ាំប្រហិតត្រីនេះហើយកុំភ្លេចជាមួយជ្រក់របស់គាត់ណាដោយសារតែជ្រក់របស់គាត់នេះដាក់ជាមួយប្រហិតត្រីនេះមួយម៉ាត់ណាក៏ខ្ញុំឲ្យអួយដែរហើយសម្រាប់បងប្អូនណាដែលគាត់ចង់បានតែសាច់ត្រីដែលអត់តន់លាយគ្រឿងអីយកទៅស្លឬក៏យកទៅកែច្នៃធ្វើម្ហូបនៅផ្ទះអីក៏គាត់មានលក់ដែរនិយាយទៅបងប្អូនចង់បានឆ្អិនស្រាប់ក៏បានឬក៏អត់តន់លាយគ្រឿងក៏បានដែរអាចរើទៅតាមចំណង់ចំណូលចិត្តបានហើយបើរបៀបដែលគាត់ធ្វើត្រីកោះត្រីនេះចេញមកគឺស្អាតមានអនាម័យហ្មងល្មមតែចេញបានត្រីមួយណាដៃជើងចង្កេះអីគឺជាប់អស់ហើយអញ្ចឹងបើសិនជាចង់មកសាក់រសជាតិប្រហិតត្រីស្វិតល្មួតនេះអាចមករកទិញបាននៅខាងកើតផ្សារទូទំពូងកែងផ្លូវ440ហើយគាត់បើកចាប់ពីម៉ោង4ល្ងាចរហូតដល់ម៉ោង10យប់ចឹងសម្រាប់ព័ត៌មានបន្ថែមទៀតអាចចូលមើល comment ក្នុងវីដេអូបានវីដេអូនេះគឺមានតែប៉ុណ្្នឹងទេជួបគ្នានៅវីដេអូក្រោយទៀត